សូមគ្រប់ជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលជាអតិថិជនរបស់ Smart Robot Shop ពីគេទាំងចាស់ទាំងថ្មីទាំងអស់គ្នាបាទតាមពិតទៅវីដេអូនៃការ review ក៏ដូចជា unboxing របៀបនៃការប្រើប្រាស់ Neutron i1 Pro នេះគឺខ្ញុំធ្លាប់ធ្វើម្ដងជា2ដងរួចមកហើយប៉ុន្តែនៅតែមានបងប្អូនយើងគាត់ថាវីដេអូរបស់ខ្ញុំធ្វើទៅមានភាពស្មុគស្មាញហើយអត់បានណែនាំឲ្យលម្អិតអូខេចឹងថ្ងៃនេះគឺខ្ញុំនឹងធ្វើការណែនាំឲ្យលម្អិតតែម្ដងណាចឹងនៅពេលដែលបងប្អូនបើកអបពីមកគឺមានប៉ុណ្ណឹងហើយបញ្ជាក់ណាបងប្អូនគ្នាសម្រាប់ដ្រូននេះអត់មានកាបូបទេបាទអត់មានកាបូបទេគឺបើកចេញពីប្រអប់មកគឺមានអញ្ចឹងណាបាទគឺមានអញ្ចឹងហើយបើសិនជាបងប្អូនចង់បានកាបូបអានឹងយើងទិញកាបូបថែមទៅបាទហើយមក complete set របស់វានេះតម្លៃនៅក្នុងហាងរបស់ខ្ញុំមិនជាថ្លៃទេអានេះសភៅណែនាំរបៀបនៃការប្រើប្រាស់នៃដ្រូនគឺមាននៅក្នុងសភៅស្រាប់បងប្អូនជាអង់គ្លេសចេះចិនអាចមើលទៅខ្លួនឯងបានអានេះថ្មរបស់វាមានទំហំ 3.7 វ៉ុល 1800 មីលីអាំពែម៉ោងបាទយើងនិយាយបលេងថ្មនេះលេងអត់ដល់8នាទីទេប្រហែលខ្ទង់7-8នាទីបើសិនជាយើងឲ្យវាហោះសំកាំងខ្លួនណាបាទហើយថ្មរវាមាន2កូនបងប្អូនគ្នាថ្មមួយនៅក្នុងដ្រូនថ្មមួយនៅក្រៅដ្រូនហើយយើងមាន accessory នេះស្លាបតួចំនួន2គូមាន A មួយគូ B មួយគូយើងខ្សែសាកមានទូលវីសហើយទូលវីសគឺយើងមាន2ប្រភេទបងប្អូនគ្នាទូលវីសសម្រាប់ដោះខ្សៅដ្រូនហើយនឹងទូលវីសមួយទៀតគឺសម្រាប់ដោះស្លាបដ្រូននេះអានេះទូលវីសសម្រាប់ដោះស្លាបដ្រូនបាទហើយយើងមានតេឡេហើយនឹងមានប្រដាប់ដាក់ចូលដៃដ្រូនអានេះយើងដោះចេញចេះមកបាទយើងដោះចេញទាញយើងមកហើយដល់ពេលដាក់ចូលយើងដាក់ចូលរបៀបចឹងដូចគ្នាបងប្អូនគ្នាបាទបាទយើងដាក់ឲ្យជាប់ចឹងមកគឺជាប់ហើយនេះគឺជាប់ហើយនេះសម្រាប់យើងដាក់ទូរស័ព្ទដៃណាបងប្អូនយើងដាក់ទូរស័ព្ទដៃរបស់យើងបាទយើងដាក់ទូរស័ព្ទដៃអូខេហើយថ្មគឺយើងដាក់ចូល3គ្រាប់ចូលក្នុងនេះឲ្យហើយសម្រាប់ថ្មនៃ tele remote control គឺយើងដាក់ជូនបាទដាក់ថែមជូនហើយថ្មនេះបងប្អូនលេងបានមួយរយៈប្រហែលជាខ្ទង់ 4-5 ដងបងប្អូនអាចទិញអាថ្មណាល្អដាក់មកបាទដ្រូនរបស់យើងមុននឹងលេងត្រូវបងប្អូនធានាថាសាកថ្មឲ្យពេញសិនហើយសម្រាប់ការដោះថ្មយើងចុចកន្លែងនេះមកទាញមកក្រោយគឺដោះនៅពេលដាក់ចូលវិញមិនចាំបាច់ចុចអីទាំងអស់គឺរុញចូលតែម្ដងបាទរុញលឿនផ្លឹបចឹងមកហើយស្លាបរបស់វាបងប្អូនត្រូវចាំណាdrone i1 Pro នេះភាគច្រើនគឺយើងលេងលបោស្លាបបាទលេងលបោស្លាបទាំងអស់បាទអាចជ្រុះតែស្លាបមួយគឺ drone នឹងធ្លាក់ក្ដុបហើយបងប្អូនគ្នាអញ្ចឹងមុននឹងលេងគឺបងប្អូនត្រូវធ្វើការច្របាច់ស្លាបវិញចេះបាទច្របាច់ស្លាបវារៀងណែនតិចមកចាំលេងណាបងប្អូនគ្នាបាទយើងច្របាច់ស្លាបវាចឹងតិចចាំលេងគ្រប់រាល់ពេលដែលហោះហើរត្រូវច្របាច់ស្លាបរបស់វាហើយស្លាបនេះនិយាយមែនតើទៅបើសិនជាយើងលេងយូរទៅវាអាចធ្វើឲ្យអារុននៃស្លាបរបស់យើងហ្នឹងគឺរៀងរីកបាទរៀងរីកមាសអញ្ចឹងវាធ្វើឲ្យយើងនៅពេលហោះទៅវាចេះតែជ្រុះស្លាបបាទអញ្ចឹងជាមធ្យោបាយគឺត្រូវដូរស្លាបចោលតែម្ដងឬក៏បងប្អូនអាចមានមធ្យោបាយមួយទៀតគឺបតក់កាវចូលក្នុងស្លាបហ្នឹងហើយញុកចូលភ្លក់តែម្ដងហើយទុកឲ្យវាស្ងួតបាទកុំឲ្យកាវហ្នឹងវាហៀចូលនៅក្នុងម៉ូទ័រអាហ្នឹងបើសិនជាយើងចង់ប្រើវិធីសាស្ត្រដាក់កាវណាបងប្អូននេះបាទកុំឲ្យវារបៀបថាកុំឲ្យវាជ្រុះចេញណាបងប្អូនអាចធ្វើចឹងបានហើយអានេះស្លាប A អានេះស្លាប A ដែរអានេះខ្ញុំមិនចង់បញ្ជាក់នៅពេលដែលបងប្អូនលេងគឺនឹងអត់ជ្រុះទេស្លាបពួកនេះ A បាទបើវាជ្រុះស្លាប A គឺបងប្អូនដាក់ស្លាប A បាទអានេះស្លាប B បើវាជ្រុះស្លាប B គឺបងប្អូនដាក់ស្លាប B បាទហើយ drone នេះមានកាមេរ៉ាបងប្អូនមានកាមេរ៉ាខាងមុខអាចសេរីកាច់ចុះកាច់ឡើងបានតាម tele remote control ហើយនឹងកាមេរ៉ាខាងក្រោមកន្លែងនេះណាកាមេរ៉ាខាងក្រោមហើយ drone នេះមាន sensor ការពារបុកប៉ះចំនួន3ទិសអានេះការពារបុកប៉ះផ្នែកខាងមុខបាទខាងឆ្វេងហើយនិងខាងស្ដាំបាទខាងក្រោយអត់មានទេអញ្ចឹងមានថាប្រព័ន្ធការពារបុកប៉ះរបស់វាគឺមាន3ទិសហើយអានេះគឺ sensor ទប់លំនឹងនេះខ្មៅនេះបងប្អូនគ្នាបាទអញ្ចឹងគឺសម្រាប់តម្លៃនៅក្នុងហាងរបស់យើងគឺលក់ធូរថ្លៃមែនតើបាទឈុតថ្ម2ប៉ុណ្ណឹងគឺត្រឹមតែ$20តែប៉ុណ្ណោះបងប្អូនគ្នាបាទអាចនឹងប្រើប្រាស់មកល្មមលេងមកល្មមប្រើបាទហើយក្នុងការចុចបើកបងប្អូនអាចចុចបើកកន្លែងនេះមកនេះ
ខ្ញុំចុចបើកឡើងហ្នឹងមកបាទចុចបើកឡើងហ្នឹងគឺបានទេហើយភ្លើង LED របស់វានេះគឺយើងអាចសេរីបិទបានបើកបានឥឡូវយើងក្រោយពេលដែលបើក drone ហើយយើងបើក tele remote control បែបនេះបាទនៅពេលដែលបើកនេះបងប្អូនខ្លះបញ្ជាយកតែម្ដងបញ្ជាមិនក៏អត់ចេះដែរបងប្អូននេះបាទបញ្ជាមិនក៏អត់ចេះដែរអញ្ចឹងដើម្បីឲ្យវា drone និង tele វាស្គាល់គ្នាបងប្អូនត្រូវរុលរត់ញ៉ាំទៅលើមួយទីមកក្រមួយបាទនៅពេលដែលវាស្គាល់គ្នាហើយគឺវាឈប់លួតផ្លឹបផ្លែតទៅដែរអញ្ចឹងមុននឹងលេងយើងត្រូវ reset វាតិចមកនេះឃើញទេបងប្អូនទាញញែកបាទទាញញែកចឹងមកបាទញែក2ដង3ដង4ដង5ដងចឹងមកហើយខ្ញុំបញ្យល់អំពីកាមេរ៉ាអានេះមុខងារកាមេរ៉ានេះបងប្អូនឃើញទេកាមេរ៉ាវាសេរីទៅលើឥឡូវខ្ញុំចុចអានេះណាខ្ញុំចុចអានេះបងប្អូនមើលកាមេរ៉ាវាឃើញទេបាទកាមេរ៉ាវាសេរីកាច់បានខ្លាំងមែនតើឥឡូវខ្ញុំចុចអាខាងឆ្វេងម្ដងដើម្បីឲ្យកាមេរ៉ាវាចុះក្រោមម្ដងឃើញទេបាទអញ្ចឹងគឺកាមេរ៉ាវាសេរីកាច់បានខ្ពស់មែនតើបាន150ដឺក្រេបាទឥឡូវខ្ញុំឲ្យដាក់ស្មើវិញមុខងារនេះបងប្អូនគ្នានៅពេលដែលបងប្អូនធ្វើការបង្ហោះ drone ហើយបងប្អូនចង់ប្រើប្រាស់នៅមុខងារប្រើប្រាស់ sensor ការពារបុកប៉ះនេះចុចអានេះចុចអានេះឃើញទេបាទបងប្អូនចុចអាហ្នឹងមកមានថាវាប្រើប្រាស់នៅ sensor ការពារបុកប៉ះហើយបងប្អូនឈប់ប្រើប្រាស់នៅ sensor ការពារបុកប៉ះចុចផ្ដាច់វាមកបាទនោះគឺវាផ្ដាច់ហើយបាទមុខងារនេះបងប្អូនមានឃើញ drone មានសញ្ញាហោះព្រួយឡើងលើនិងព្រួយចុះក្រោមបាទអញ្ចឹងមានន័យថា drone នេះវាអាចអូតូហោះឡើងលើនិងអូតូចុះចតកន្លែងមុខងារនេះណាបើសិនជាបងប្អូនកំពុងតែ drone បាន connect ជាមួយ tele ហើយនឹងdrone ហើយបងប្អូនចុចមួយវានឹងហោះឡើងហោះក្នុងរយៈកម្ពស់1ម៉ែត្រកន្លះបាទបើយើងចុចមួយវិញទៀត drone នោះវានឹងចុះចតអូតូតែម្ដងអូខេហើយមុខងារនេះមាន2មុខងារបងប្អូនចុចមួយបាទបងប្អូនចង់ចុចបិទភ្លើងបងប្អូនចុចបិទភ្លើងយកមកបាទបងប្អូនចុចបិទភ្លើងយកមកចុចឲ្យជាប់បើកភ្លើងវិញចុចឲ្យជាប់នេះឃើញទេឃើញសញ្ញាមានអំពូលទេបងប្អូននេះបាទហើយកន្លែងនេះគឺ360ដឺក្រេគឺ function ឬក៏មុខងារ flip មាន drone របស់យើងរឡាតមកស្ដាំរឡាតទៅឆ្វេងវាស្រ័យមិនឥឡូវឧទាហរណ៍ខ្ញុំចុចមួយពូជទេខ្ញុំទាញមកស្ដាំទេ drone នឹងរឡាតមកស្ដាំខ្ញុំចុចមួយទៀតទាញមកឆ្វេង drone នឹងរឡាតមកឆ្វេងបាទហើយសម្រាប់មុខងារទាំង4នេះមានថាបើសិនជាបងប្អូនជាធម្មតា drone របស់យើងវាអាចរេស៊ីឆ្វេងរេស៊ីស្ដាំរេទៅមុខឬរេទៅក្រោយអានេះគឺជា function ឬក៏មុខងារដើម្បីឲ្យ drone របស់យើងមានលំនឹងបើយើងបើ drone យើងស៊ីតែស្ដាំទេបងប្អូនចុចឆ្វេងមកបើ drone យើងស៊ីតែឆ្វេងទេបងប្អូនចុចខាងស្ដាំបើ drone យើងស៊ីតែមុខទេបងប្អូនចុចមកខាងក្រោយបាទអញ្ចឹងគឺដើម្បីរក្សាលំនឹងឲ្យ drone យើងហោះនឹងបាទរក្សា drone យើងឲ្យហោះនឹងឲ្យហោះស្រួលកុំឲ្យវាស៊ីឆ្វេងកុំឲ្យវាស៊ីស្ដាំយើងអត់បញ្ជាវាសោះប៉ុន្តែវាស៊ីតែស្ដាំវាស៊ីតែឆ្វេងប៉ុន្តែបើក្នុងក្របខ័ណ្ឌថាបងប្អូនធ្វើការ reset វាចឹងហើយឬក៏ចុច function ដើម្បីទប់ចឹងហើយវានៅតែស៊ីស្ដាំឬក៏ស៊ីឆ្វេងឬក៏នៅតែពិបាកបញ្ជាទៀតគឺមកពីបញ្ហា drone របស់យើងគឺបុកប៉ះញឹកញាប់ពេកបាទនៅពេលដែល drone របស់យើងបុកប៉ះញឹកញាប់ពេកវាធ្វើឲ្យខួរក្បាល drone វាឡប់ឡែរបស់វាដែរបាទអញ្ចឹងគឺយើងត្រូវមកជួបបាយគឺត្រូវដូរបតវាចេញតែម្ដងអត់មានជួសជុលទេពួកនេះអត់មានជួសជុលការទេបតវានេះបាទហើយសម្រាប់ការបញ្ឆេះមុនលេខគឺ reset ចឹងមកបាទបញ្ឆេះ drone បងប្អូនរុញទៅលើឆាទាញមកក្រោមមកលុតបាទទាញមកក្រោមមកលុតហើយសម្រាប់ដៃខាងស្ដាំនេះសម្រាប់យើងឧទាហរណ៍ drone នេះទៅមុខនេះខាងស្ដាំទៅមុខថយក្រោយរេមកស្ដាំរេមកឆ្វេងបាទអានេះនៅពេលដែល drone ឆេះហោះឡើងលើហើយរុញទៅមុខមានថា drone នេះកាន់តែខ្ពស់ទាញមកក្រោម drone នេះកាន់តែទាបរហូតដល់ការចោះចតបាទបើយើងទាញមកស្ដាំចេះ drone នេះនឹងរេនឹងបំពល់ក្បាលស្របតាមតនិចនាឡិកាបើយើងទាញមិនចេះមានថា drone របស់យើងបំពល់ក្បាលមិនច្រាស់តនិចនាឡិកាបើយើងទាញមិនចេះណាបងប្អូនគ្នាបាទអញ្ចឹងសម្រាប់មុខងារនៃការប្រើប្រាស់នៃ drone នឹងអត់មានឈឺក្បាលច្រើនទេអូខេឥឡូវយើងចូលមុខងារនៃការ download app ម្ដង download app បងប្អូនអាចធ្វើការ download app តាមរយៈនេះបានបងប្អូនអាចវាយទៅ app នឹងផ្ទាល់ក៏បានអីក៏បាននេះដូចខ្ញុំប្រើ iOS អញ្ចឹងខ្ញុំដាក់ account ពូជចេះមកនេះខ្ញុំចូល app
នេះខ្ញុំនេះដោយសារតែ app របស់យើងនេះគឺឈ្មោះ Wi-Fi UAV ដោយសារតែ app នេះគឺខ្ញុំធ្លាប់បាន download រួចមកហើយបាទអញ្ចឹងវាឲ្យខ្ញុំត្រឹម open បាទប៉ុន្តែបើសិនជាបងប្អូនអត់តាន់បាន download ទេគេឲ្យបងប្អូនអាចនឹងដាក់ថា download អញ្ចឹងបងប្អូន download មកអញ្ចឹងឥឡូវយើងសន្មតថាបងប្អូនបាន download app នឹងរួចរាល់ហើយតោះឥឡូវយើងទៅ connect ជាមួយនឹងទូរស័ព្ទដៃរបស់យើងរបៀបម៉េចនេះបងប្អូនចូល Wi-Fi មកបាទបើក Wi-Fi on ទេមកនេះឈ្មោះ app នៃ drone មកយើង flow ប្រហែលនេះបងប្អូនចុចលើវាអញ្ចឹងមកបាទវាលោត tick ទោះបីវាលោតថា unsecure network ឬក៏ហៅថា no connected ឬក៏ no internet connection ក៏ដោយអត់បញ្ហាទេអានេះវាអត់មានពាក់ព័ន្ធជាមួយនឹង internet ជាមួយនឹងពាក់ព័ន្ធមួយ SIM card របស់យើងពាក់ព័ន្ធជាមួយនឹងសេវាទូរស័ព្ទឯងកុំខ្វល់មួយវាឲ្យតែវាលោតបានលោតអញ្ចឹងណាបងប្អូនមិនខ្វល់វាទេបាទឥឡូវខ្ញុំចាញ់មកវិញខ្ញុំចូល app ដែលខ្ញុំបាន download ហើយបងប្អូនពេលខ្លះបងប្អូនប្រើប្រាស់នៅ app ហ្នឹងហើយវាបើកចូលក្នុងនេះវាយើងវាអត់ load ចេញណាអញ្ចឹងបងប្អូនត្រូវនេះវិញបាទបងប្អូនត្រូវធ្វើការចូលក្នុង setting ដើម្បី open location នេះអានេះរបស់ខ្ញុំគឺចូលមកឃើញ load ជាប់ហើយយើងចុច start យកតែម្ដងឃើញទេបងប្អូននេះអញ្ចឹង drone របស់យើងគឺកម្រិតកាមេរ៉ាពួកនេះគួរសមដែរ drone រៀនប្រើទេបងប្អូននេះប៉ុន្តែកម្រិតរបស់វាគួរសមបាទកម្រិតកាមេរ៉ារបស់វាគួរសមបាទហើយសម្រាប់មុខងារនៅនេះអ្វីដែលយើងបានថតហើយគឺវីដេអូយើងបានថតគឺវាចូល save នៅក្នុងនេះអានេះវីដេអូដែលខ្ញុំបានធ្លាប់ថតពីមុនមកគឺមាននៅក្នុងនេះទាំងអស់បាទហើយខ្ញុំចង់ថតវីដេអូខ្ញុំចុចចឹងមកនេះគឺវា record ចូលទេបងប្អូននេះបាទវា record ចូលហើយវីដេអូហ្នឹងគឺវានឹង save ចូល automatic ចូលក្នុង gallery ទូរស័ព្ទដៃរបស់បងប្អូនតែម្ដងបាទខ្ញុំបិទវិញបាទនេះខ្ញុំថតមួយបាទខ្ញុំថតទៅមកបាទអញ្ចឹងមានតែអ្វីដែលខ្ញុំថតគឺវា save ចូលក្នុងនេះដែរនេះ album នេះបាទខ្ញុំថតបាញ់ហ៎បាទអានេះវីដេអូដែលខ្ញុំបានថតមុននឹងបន្តិចនេះខ្ញុំមើលទៅនេះវីដេអូដែលខ្ញុំបានថតមុននឹងបន្តិចបានប៉ុណ្្នឹងបាទហើយបងប្អូនចង់លុបចោលក៏បានដែរនៅក្នុងវីដេអូហ្នឹងគឺយើងអាចលុបចោលបានបាទអូខេឥឡូវចូល start ម្ដងទៀតហើយវាមានមុខងារជាច្រើនបងប្អូនអាចធ្វើការស្រាវជ្រាវដោយខ្លួនឯងបានណាអានេះមុខងារដែលយើងមិនចាំបាច់ប្រើ tele ជា remote control បងចុចកន្លែងយន្តហោះនេះមកបាទកន្លែងយន្តហោះនេះអានេះប្រហែលជាតម្រូវយើងធ្វើការបិទ tele remote control សិនបានបញ្ចេញនៅមុខងារហ្នឹងបាទហើយកន្លែងនេះមានមុខងារ function ជាច្រើនបាទបងប្អូនអាចធ្វើការស្រាវជ្រាវដោយខ្លួនឯងបានណាអត់អីទេហើយមាន zoom មានអីzoom នេះយើងអាចប្រើបានឥឡូវនេះខ្ញុំចង់ zoom នេះអូខ្ញុំ zoom ណាហ៎នេះពងថតហ្នឹងនេះហ៎បាទមានថាវា zoom ចេញពីកាមេរ៉ាទូរស័ព្ទចេញពីកាមេរ៉ា drone តែម្ដងយើងអាចបានណាយើងអាចថតបានអីបានប៉ុន្តែសួរថាភាពច្បាស់កម្រិតណាគឺនៅមានកម្រិតនៅឡើយទេពពួក drone នេះបងប្អូនគ្នាបាទហើយរបៀបនៃការប្រើប្រាស់របស់វាដូចជាមិនជាស្មុគស្មាញទេបងប្អូនអាចធ្វើការស្រាវជ្រាវខ្លួនឯងបានប៉ុន្តែខ្ញុំជាការយកឃើញរបស់ខ្ញុំសម្រាប់ drone ដែលយើងរៀនប្រើនេះបងប្អូនកុំរំពឹងទុកច្រើនពេកបាទទី1កុំរំពឹងទុកថាអូកាមេរ៉ាវាច្បាស់ណាស់អត់ទេអាចហោះបានខ្ពស់ហោះបានឆ្ងាយអត់ទេបាទថ្មលេងបានកន្លះម៉ោងអត់ទេបាទអានឹងត្រូវចាំបែបហ្នឹងណាបងប្អូនគ្នាអានេះជាការណែនាំរបស់ខ្ញុំពីរបៀបនៃការប្រើប្រាស់នៃ drone ដែលយើងរៀនប្រើកុំរំពឹងច្រើនពេកបងប្អូនគ្នាបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះនៃការចែករំលែកពីរបៀបនៃការប្រើប្រាស់នៃ drone i1 Pro គឺមានតែប៉ុណ្្នឹងទេក៏សូមគោរពអរគុណច្រើនបងប្អូនគ្នាដែលតែងតែគាំទ្រនៅហាង Smart Robot Shop ពី Care របស់យើងតាំងពីដើមរហូតដល់ពេលបច្ចុប្បន្នបាទសូមគោរពអរគុណ